សូមស្វាគមន៍មកកាន់ព័ត៌មានប្រចាំថ្ងៃពី The Khmer Today ម្ដាយនឹងកូនដំរីដល់កំសត់ស្លាប់យ៉ាងអណោចអធមក្នុងទឹកអូរពីក្របបែករបស់យោធាថៃកាលពីថ្ងៃទី23ខែធ្នូឆ្នាំ2025នេះភាពឈឺចាប់បានដាក់ធ្លាក់ជាប់ក្នុងបេះដូងកម្ពុជាបន្ថែមទៀតបន្ទាប់ពីមន្ត្រីអូសៀនអនុរិយបានប្រទះឃើញសាកសពដំរីញីមួយក្បាលមានទម្ងន់500គីឡូក្រាមនិងកូនដំរីតូចទើបតែកើតទម្ងន់80គីឡូក្រាមស្លាប់យ៉ាងអណោចអធមក្នុងទឹកអូរត្រង់ចំណុចអូស្កាត់ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រះរកាឆែបខេត្តព្រះវិហារដោយសារតែទទួលរងនៅអំបែងគ្រាប់ផ្លោងដ៏សាហាវរបស់យោធាថៃសោកនាដកម្មដ៏សែនខ្លោចផ្សាបានកាត់ឡើងនៅកណ្ដាលព្រៃជ្រៅខណៈដែលមន្ត្រីជំនាញពិនិត្យឃើញថាសាកសពដំរីញីជាម្ដាយបានរងរបួសធ្ងន់ដោយសារអំបែងគ្រាប់ផ្លោងបណ្ដាលឲ្យវាឈឺចាប់រហូតដល់រលូតកូនរហូតដល់ដំរីដល់កំសត់ទាំងពីរបានដាច់ខ្យល់ស្លាប់ក្នុងទឹកអូរនៅថ្ងៃទី22ខែធ្នូឆ្នាំ2025អ្វីដែលកាន់តែឈឺចាប់បំផុតនោះគឺកិច្ចប្រតិបត្តិការជួយសង្គ្រោះពីសំណាក់មន្ត្រីបរិស្ថាននិងអង្គការ WCS ត្រូវបានរារាំងទាំងស្រុងដោយសមរភូមិដ៏ក្តៅគគុកពីការឈ្លានពានរបស់យោធាថៃទោះបីមានអ្នកភូមិធ្វើការរាយការណ៍ពីដំណក់ឈាមនិងដានជើងរបួសតាំងពីថ្ងៃទី14ខែធ្នូក៏ដោយក៏មន្ត្រីជំនាញមិនអាចចូលទៅសង្គ្រោះដំរីម្ដាយកូនទាំងពីរបានទាន់ពេលវេលាឡើយជាមួយគ្នានេះឯកឧត្តមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននៅក្នុងឱកាសអញ្ជើញធ្វើជាបឋកថានៅរាជរដ្ឋបណ្ឌិតសភាកម្ពុជានាថ្ងៃទី23ខែធ្នូឆ្នាំ2025បានមានប្រសាសន៍ថាសង្គ្រាមឈ្លានពានមកលើអធិបតេយ្យកម្ពុជាបានបំផ្លាញមិនត្រឹមតែជីវិតមនុស្សទ្រព្យសម្បត្តិវាបានបំផ្លាញធនធានធម្មជាតិនិងជីវៈចម្រុះផងដែរវិនិស្សកម្មដ៏គួរឲ្យសង្វេគនៃការបាត់បង់ដំរីម្ដាយកូនដល់កំសត់ទាំងពីរដែលធ្វើឲ្យក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះគឺជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់ប្រព័ន្ធអេកូឡូស៊ីនៅភូមិភាគខាងជើងកម្ពុជាការលាចាកលោករបស់ម្ដាយកូនដំរីអាស៊ីក្នុងចំណោមសមាជិកដែលនៅសេសសល់ត្រឹមប្រមាណ600ក្បាលនៅជុំវិញពិភពលោកគឺជាសម្រេចដាស់តឿនដល់ពិភពលោកថានៅក្នុងអណ្ដាតភ្លើងសង្គ្រាមដែលមិនចេះឆ្អែតឆ្អន់សូម្បីតែសត្វព្រៃដែលមិនដឹងអីក៏ត្រូវក្លាយជាជនរងគ្រោះនៃមហិច្ឆតាឈ្លានពានដែលខ្វះមេត្តាធម៌ចំពោះជីវិតនិងធម្មជាតិនៅលើផែនដីនេះពីខ្ញុំបាទពៅណាគ្រីសូមអរគុណអាយដាមទាសីហាហួសចិត្តចំពោះសារព័ត៌មានថៃដែលប្រែខុសខ្លឹមសារលិខិត GBC អាយដាមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានសម្ដែងនូវភាពហួសចិត្តជាខ្លាំងចំពោះអេរយាប័តរបស់អ្នកសារព័ត៌មានថៃមួយចំនួនជាពិសេសសារព័ត៌មានខៅសតរបស់ថៃដែលបានយកលិខិតផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាទៅផ្សាយក្នុងរូបភាពបែកធ្លាយនិងបកប្រែខ្លឹមសារខុសពីតថភាពពិតទាំងស្រុងដើម្បីបន្លំភ្នែកសាធារណជនថៃអាយដាមបានលើកឡើងជាចម្ងល់ថានៅក្នុងសម័យកាលដែលមានទាំង Google Translate, ChatGPT ព្រមទាំង Gemini ដែលអាចបកប្រែភាសាអង់គ្លេសបានយ៉ាងសុក្រឹតទៅហើយនោះហេតុអ្វីបានជាស្ថាប័នព័ត៌មានថៃដែលមានអាជីពបែរជាបង្ហាញនៅខ្លឹមសារដែលគ្មានការពិតដល់ប្រជាជនរបស់ខ្លួនទៅវិញយោងតាមខ្លឹមសារនៃលិខិតផ្លូវការដែលអាយដាមទាសីហាបានផ្ញើជូនអាយដាមនាយឧត្តមសេនីយ៍ណាត់ថាភូមិ5កៅរដ្ឋមន្ត្រីការពារជាតិថៃកាលពីថ្ងៃទី22ខែធ្នូបានបង្ហាញជំហរសន្តិភាពនិយមដ៏ច្បាស់លាស់របស់កម្ពុជាចំនួន4ចំណុចសំខាន់ៗទី1កម្ពុជាស្នើឲ្យមានការបញ្ឈប់អរិភាពជាបន្ទាន់និងការអនុវត្តបទឈប់បាញ់ថ្ងៃទី28ខែកក្កដាក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរថ្ងៃទី26ខែតុលាឆ្នាំ2025ទី2គឺជាការជំរុញឲ្យមានការវិលត្រឡប់ប្រកបដោយសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលទៅកាន់លំនៅឋានវិញទី3កម្ពុជាដោះស្រាយវិវាទតាមផ្លូវសន្តិវិធីនិងការបោះប្រគល់ព្រំដែនរួមទាំងការបោះសម្អាតមានមនុស្សធម៌និងចំណុចចុងក្រោយគឺជាការពង្រឹងទូនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីធានាភាពស្មោះត្រង់នៃបទឈប់បាញ់អង្គហេតុទាំងនេះគឺជាដំណាភាពដែលកម្ពុជាផ្ដល់ជូនប៉ុន្តែបែរជាសារព័ត៌មានថៃយកទៅបំភ្លៃជារូបភាពផ្សេងដែលធ្វើឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលើកឡើងថាឆ្ងល់ឡើងលេងឆ្ងល់ចំពោះចេតនាសុចរិត
នៃសង្គ្រាមចិត្តសាស្ត្ររបស់ថៃនេះស្របជាមួយគ្នានេះយន្តការដោះស្រាយជាក់ស្ដែងកំពុងដំណើរការក្នុងភាពអំណត់ខ្ពស់បំផុតសម្រាប់កម្ពុជាយោងតាមសេចក្តីប្រកាសព័ត៌មានរបស់លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៅព្រឹកថ្ងៃទី25ខែធ្នូនេះកិច្ចប្រជុំក្រុមលេខាធិការឋាន GBC បានឈានដល់ថ្ងៃទី2ហើយនៅច្រកអន្តរជាតិព្រំផាតកាត់ខេត្តបៃលិនកិច្ចពិភាក្សាវេលាម៉ោង 9:05 នាទីព្រឹកនេះផ្ដោតសំខាន់លើការជំរុញឲ្យមានការបញ្ឈប់អរិភាពនិងការស្វែងរកដំណោះស្រាយបច្ចេកទេសដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការ GBC ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី27ខែធ្នូដល់ខ្លីខាងមុខនេះទន្ទឹមនឹងការហួសចិត្តរបស់ឯកឧត្តមទាសីហាដែលមិនត្រឹមតែជាការរិះគន់លើកំហុសបច្ចេកទេសបកប្រែប៉ុណ្ណោះទេប៉ុន្តែជាការដាស់តឿនដល់មនសិការសារព័ត៌មានជាតិនិងអន្តរជាតិត្រូវប្រកាន់ភ្ជាប់នៅសុចធម៌ឲ្យបានខ្ពស់បំផុតផងដែរការប្រើប្រាស់លិខិតផ្លូវការមកធ្វើជាឧបករណ៍បំផន់មតិសាធារណៈគឺជាអំពើអសិលធម៌ដែលរារាំងដល់ដំណើរការសន្តិភាពលទ្ធផលនៃកិច្ចប្រជុំក្រុមលេខាធិការឋាននៅបៃលិនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះគឺការផ្ទៀងផ្ទាត់ការពិតដ៏ល្អបំផុតហើយកម្ពុជានៅតែបន្តលើគោលការណ៍ច្បាប់អន្តរជាតិនិងបូរណភាពទឹកដីដោយសង្ឃឹមថាភាគីថៃនឹងមានភាពស្មោះត្រង់លើតុចរចាច្រើនជាងការលេងល្បែងព័ត៌មានដែលនាំមកនូវភាពវឹកវរដល់ប្រជាជាតិទាំងពីរពីខ្ញុំបាទពៅណាគ្រីសូមអរគុណថៃបន្តការវាយប្រហារលើកម្ពុជាខ្លាំងៗខណៈដែលកិច្ចប្រជុំ GBC កំពុងដំណើរការកាលពីវេលាម៉ោង 16:30 នាទីថ្ងៃទី24ខែធ្នូឆ្នាំ2025ម្សិលមិញនេះខណៈដែលក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC បានចាប់ផ្ដើមបើកកិច្ចពិភាក្សាជាផ្លូវការនៅច្រកអន្តរជាតិព្រំផាកាត់ដើម្បីស្វែងរកច្រកចេញនៃចំនួនប្រដាប់អាវុធយោងតាមលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកិច្ចប្រជុំរយៈពេល3ថ្ងៃនេះដឹកនាំដោយឯកឧត្តមសេនីយ៍តូញ៉ែបូរ៉ាដែននិងភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ណាត់ថាភូមិ5កៅក្នុងគោលបំណងរៀបចំខ្លឹមសារសម្រាប់កិច្ចប្រជុំពិសេស GBC លើកទី3នៅថ្ងៃទី27ខែធ្នូខាងមុខនេះដើម្បីជំរុញការបញ្ឈប់អរិភាពនិងស្ដារស្ថិរភាពឡើងវិញជាមួយគ្នានេះសមាគមអន្តរជាតិបានបង្ហាញជំហរយ៉ាងខ្លាំងក្លាលោកសង់ណូអែលបារ៉ូតរដ្ឋមន្ត្រីការបរទេសបារាំងបានបង្ហាញការគាំទ្ររកកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីចិននិងសហរដ្ឋអាមេរិកក្នុងការដោះស្រាយវិវាទតាមផ្លូវការទូតខណៈដែលប្រទេសអូស្ត្រាលីក៏បានចេញលិខិតថ្លែងការណ៍ជំរុញឲ្យមានការកាត់បន្ថយភាពតានតឹងផងដែរចំពោះមុខសម្ពាធការទូតដ៏តានតឹងនេះឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់សារជាថ្មីនៃការបដិញ្ញាចិត្តមិនងាករារបស់កម្ពុជាចំពោះសន្តិភាពនិងការអនុវត្តបទច្បាញ់ឲ្យបានពេញលេញបំផុតទោះជាយ៉ាងណាក្តីគណៈដែលការចរចាកំពុងដំណើរការដើម្បីស្វែងរកសន្តិភាពយោធាថៃបានបន្តការវាយប្រហារយ៉ាងកម្រោលនិងមិនរើសមុខលើប្រជាជនស៊ីវិលកម្ពុជាយោងតាមរបាយការណ៍ពីក្រសួងការពារជាតិបានបង្ហាញថាភាគីថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50 របស់កូរ៉េខាងត្បូងហោះចូលជ្រៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាដើម្បីទម្លាក់គ្រាប់បែកលើតំបន់ដែលមានប្រជាជនស្លូតត្រង់កំពុងរស់នៅដែលនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិនិងជាការផ្កើនិងឆន្ទៈសន្តិភាពដែលសមាគមសកលលោកកំពុងទាមទារសកម្មភាពផ្ទុយនឹងការចរចានៅលើតុនិងការបង្ហូរឈាមនៅលើដីនេះបានបង្កជាមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះសុឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាលទីក្រុងបាងកកគួរកាត់សម្គាល់ថាកិច្ចប្រជុំ GBC នៅពេលនេះត្រូវបានធ្វើឡើងក្រោមការតាមដានយ៉ាងដិតដល់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT របស់ប្រទេសទាំងពីរដែលជាសញ្ញាវិជ្ជមានបង្ហាញពីដំណាភាពក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញលទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសនេះនឹងក្លាយជាគ្រឹះដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំយោធានៃប្រទេសទាំងពីរក្នុងការសម្រេចវាសនាសន្តិភាពនៅចុងសប្តាហ៍នេះដើម្បីបញ្ចប់ទុក្ខសោករបស់ប្រជាជនតាមបន្ទាត់ព្រំដែនឲ្យបានឆាប់រហ័សពីខ្ញុំបាទពៅណាគ្រីសូមអរគុណ